សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំសូមលើកយកបញ្ហាមួយស្ដីអំពីអ្នកលក់ទូរស័ព្ទដែលបានមើលងាយបាទជេរបញ្ចោដល់វិរៈកងទ័ពខ្ញុំឈឺចាប់ណាស់បងប្អូនខ្ញុំក៏ជាអតីតកងទ័ពដែរបាទខ្ញុំឈឺចាប់ជំនួសបងប្អូនប្រុសម្នាក់ហ្នឹងបាទឥឡូវបងប្អូនមកស្ដាប់ព័ត៌មាននេះបាទពុកម៉ែបងប្អូនទាំងអស់ខ្ញុំបានជាតែខ្ញុំនៅគឺផ្សារតាមន់ខ្ញុំបានទិញទូរស័ព្ទមួយគ្រឿងតែទូរស័ព្ទនោះក្នុងអនឡាញតែខ្ញុំទិញមកនោះខ្ញុំទទួលបានហើយប៉ុន្តែទូរស័ព្ទនេះខ្ញុំប្រើកើតក៏ក្រុមហ៊ុនហ្នឹងឲ្យខ្ញុំហ្នឹងផ្ញើឲ្យគាត់ទិញគាត់ទទួលទិញដល់ពេលអញ្ចឹងក៏ខ្ញុំក៏ផ្ញើឲ្យបានហ្នឹងទៅឲ្យគាត់វិញហើយប៉ុន្តែគាត់ក៏អត់បានផ្ញើទូរស័ព្ទនឹងលុយឲ្យខ្ញុំវិញទេសូមបងប្អូនទៅធ្វើបនម៉ែឯងទៅអញអត់មានចង់បានទូរស័ព្ទឯងម្ដងហ្នឹងទេអាស្លាប់អាត្រូវគ្រប់ផ្លោងបាញ់តពកម៉ែឯងអីគេប្រាប់មុខកលឹកអញឆ្លើយទៅវិញឯងតាបងមេអត់តន់មើលទេចង់ការពីឯងរត់ចោលជួទៅឯងការងាររបស់ឯងហ៎អញនឹងទៅចាប់ឯងចូលទៅហ៊ានមែនទៅមកឯងចង់ខ្លួនឯងអីអាចុយម្ដាយនេះចេញមកឈួតចាឈួតអាចុយម្ដាយនេះឯងមកប៉ះពាល់ទេបានគេនិយាយទៅហើយវិញអត់បានទេហើយពីទេមែនហើយឲ្យបានដល់ដៃអញចង់ឲ្យមិនវាអាស្រ័យទៅលើការមើលជាក់ស្ដែងណាចុយម្ដាយហើយសំខាន់អត់ទាន់មើលឯងមកស្លន់ឲ្យគេមើលមកឯងមកស្លន់ឲ្យគេបាញ់លុយឲ្យហើយមកអញឲ្យ10រៀលអញឲ្យ5រៀលឯងមិនពេញចិត្តលក់ផ្ញើបានទៅវិញទៅតែបើឯងលុយផុសឯងខ្ញុំនឹងផុសលុយប៉ុណ្ណឹងធ្វើបងក៏បានដែរឯងផុសទៅអាបានអញផ្ញើឲ្យឯងវិញទេឯងឡើងមកយកខ្លួនឯងទៅពេលឲ្យឯងរយៈពេល2ខែឡើងមកយកខ្លួនឯងមកអញបកលអាបានឲ្យឯងដល់ដៃចង់ជុំមុខឯងតិចតែនិយាយធម្មតាតែអត្តន័យចេញមកកុំលើសហូហែពេកបើឯងមានលុយទិញខ្ញុំមានអាបានលក់ផ្ញើអាបានលក់ឲ្យខ្ញុំត្រូវការមើលសិនបានខ្ញុំប្រាប់តម្លៃបានណាមិនទាន់បានមើលផងនេះ QR បាញ់មកអីមកមិនទិញ130បាញ់ទៅ120វិញមែនមានហៅក្បាលបងឯងមកស្ដាប់ខ្ញុំទេបងឯងអំចិត្តមិនពេញចិត្តខ្ញុំស្ដាប់អត់ទៅខ្ញុំអត់មានហៅក្បាលបងឯងមកស្ដាប់ខ្ញុំទេបងភាសាចេញមកស្អីគេរកស៊ីកុំធ្វើបាបគ្នាខ្ញុំគ្មានបានធ្វើបាបក្បាលណាហើយបងមកធ្វើបនម៉ែឯងទៅណាអញអត់មានចង់បានទូរស័ព្ទឯងម្ដងហ្នឹងទេណាអាស្លាប់អាត្រូវគ្រប់ផ្លោងអាបានឯងផ្ញើមកខាងអញទៅដកបានព្រលឹមឡើងមក8ជាងឯងឆាតមកមើលនៅបាននេះ QR បាញ់មកបាញ់ទៅពកម៉ែឯងអីគេប្រាប់មុខកលឹកអញឆ្លើយទៅវិញឯងតាបងមិនអត់ទាន់មើលទេអូស៊ីតែបងប្អូនយល់យ៉ាងណាដែរឥឡូវបងប្អូនស្ដាប់បន្ទាប់ពីប្អូនប្រុសម្នាក់នោះគាត់បង្ហោះវីដេអូពីរឿងហ្នឹងបាទឥឡូវគាត់ចេញមកសុំទោសឥឡូវបងប្អូនស្ដាប់ការសុំទោសរបស់គាត់ហើយបងប្អូនយល់យ៉ាងណាដែរតើបងប្អូនអនុគ្រោះឲ្យគាត់ដែរបាទឥឡូវបងប្អូនពិចារណាឲ្យបងប្អូនស្ដាប់បាទស្ដាប់ពាក្យសុំទោសផងគាត់តើវាជាទង្វើដែលគួរឲ្យលើកលែងណាឥឡូវបងប្អូនស្ដាប់ទាំងអស់គ្នាបាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំគឺជាម្ចាស់เพจដែលមានចំនួនជាមួយនឹងបងកងទ័ពថ្ងៃនេះខ្ញុំសូមចេញវីដេអូសុំទោសជាសាធារណៈចំពោះរូបគាត់ផ្ទាល់ចំពោះមហាជនទូទាំងប្រទេសផ្ទាល់ចំពោះបងវិរៈកងទ័ពបងកងទ័ពរួមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់ខ្ញុំសូមធ្វើការសុំទោសជាសាធារណៈដោយចិត្តស្មោះចំពោះកំហុសឆ្គងដែលខ្ញុំមានហើយខ្ញុំសូមសន្យាថានឹងមិនឲ្យមានកំហុសឆ្គងបែបនេះចាប់ពីថ្ងៃនេះតទៅចឹងសូមបងប្អូនមេត្តាអាណិតអធិស្ឋានដល់រូបខ្ញុំផងចាសូមអរគុណ